India ផ្ទុះគ្រាប់បែកក្នុងប៉ុស្តិ៍ប៉ូលីសបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើនអ្នកនៅឥណ្ឌាមានមនុស្សស្លាប់យ៉ាងហោចណាស់9នាក់និងរបួសជាង30នាក់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងប៉ុស្តិ៍ប៉ូលីសមួយកន្លែងដែលស្ថិតនៅតំបន់ Kashmir ភាគខាងជើងឧបទ្ទវហេតុនេះបានកើតឡើងនាយប់ថ្ងៃសុក្រទី14វិច្ឆិកាដោយអចេតនានៅអំឡុងពេលដែលក្រុមប៉ូលីសជំនាញកំពុងពិនិត្យនិងវិភាគគ្រឿងផ្ទុះដែលរឹបអូសបានកាលពីថ្ងៃច័ន្ទកន្លងទៅអំពើភេរវកម្មបំផ្ទុះរថយន្តនៅកណ្ដាលទីក្រុង New Delhi ទើបតែកន្លងផុតទៅមិនទាន់បានប៉ុន្មានថ្ងៃផងឥណ្ឌាបានជួបហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងប៉ុស្តិ៍ប៉ូលីសមួយកន្លែងដែលស្ថិតនៅតំបន់ Kashmir ភាគខាងជើងនាយប់ថ្ងៃសុក្រទី14វិច្ឆិកាបើគិតមកត្រឹមពេលនេះអាជ្ញាធរឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់9នាក់និងអ្នករបួស31នាក់ព្រមទាំងបានបំផ្លាញអគារប៉ុស្តិ៍ប៉ូលីសនិងលំនៅឋាននៅក្បែរនោះឲ្យខូចខាតយ៉ាងដំណំក្រោយការហេតុភ្លាមក្រុមរណសិរ្សប្រជាជនប្រឆាំងរបបហ្វាស៊ីសដែលមានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមចលនាអ៊ីស្លាម Jaish-e-Mohammed នៅតំបន់ Kashmir បានចេញមុខទទួលខុសត្រូវឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកនេះបើយោងទៅតាមបណ្ដាញសារព័ត៌មានឥណ្ឌាមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានក្រុមចលនាអ៊ីស្លាម Jaish-e-Mohammed មានទំនាក់ទំនងនឹងក្រុម Jihad ដែលជាសាខាចលនា Al-Qaeda នៅ Kashmir គួរជ្រាបថាក្រុមចលនាអ៊ីស្លាមជ្រុលនិយម Jaish-e-Mohammed ត្រូវរងការចោទប្រកាន់ថាបានធ្វើសកម្មភាពវាយប្រហារសភាឥណ្ឌានៅទីក្រុង New Delhi កាលពីឆ្នាំ2001អំពើវាយប្រហារភេរវកម្មនេះបានបណ្ដាលឲ្យមនុស្ស40នាក់បាត់បង់ជីវិតស្នងការនគរបាលឥណ្ឌាលោក Nalin Prada បានច្រានចោលរកការអះអាងដែលថាការផ្ទុះគ្រាប់បែកនេះមានចាក់ពាក់ព័ន្ធនឹងអំពើភេរវកម្មថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង New Delhi នាថ្ងៃសៅរ៍ទី15វិច្ឆិកាស្នងការនគរបាលឥណ្ឌាបានបញ្ជាក់ថាឧបទ្ទវហេតុផ្ទុះគ្រាប់បែកនេះបានកើតឡើងដោយអចេតនានៅយប់ថ្ងៃសុក្រទី14វិច្ឆិកាវេលាម៉ោង 11:20 នាទីនៅអំឡុងពេលដែលក្រុមប៉ូលីសជំនាញកំពុងពិនិត្យនិងវិភាគគ្រឿងផ្ទុះដែលរឹបអូសបានកាលពីថ្ងៃច័ន្ទកន្លងទៅផ្អែកតាមប្រភពដដែលរថយន្តជាច្រើនគ្រឿងត្រូវផ្ទុះឆាបឆេកយ៉ាងសន្ធោសន្ធៅហើយបំណែកដែលផ្ទុះចេញពីរថយន្តនោះបានបំផ្លាញផ្ទះសម្បែងនិងបង្ករបួសស្នាមដល់ប្រជាជនដែលស្ថិតនៅក្បែរកន្លែងកើតហេតុជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកភាគច្រើនជាមន្ត្រីប៉ូលីសអ្នកជំនាញកុសលវិទ្យាអ្នកថតរូបនិងមន្ត្រីរដ្ឋាភិបាលអភិបាលរងតំបន់ Kashmir លោក Manoj Sinha បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះនិងបានបញ្ជាឲ្យបើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់ដើម្បីស្វែងរកមូលហេតុដែលបណ្ដាលឲ្យកើតហេតុដ៏អកុសលនេះ